នៅថ្ងៃច័ន្ទទី2ខែមិនិនាឆ្នាំ2026នេះតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានហក់ឡើងយ៉ាងខ្លាំងដោយបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយការកើនឡើងនេះចំពេលដែលចំនួនរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនៅតំបន់បស្ចិមបូព៌ាបានរីកធំឡើងដល់កម្រិតគ្រោះថ្នាក់ស្ថានភាពទីផ្សារប្រេងតម្លៃហក់ឡើងប្រេងឆៅស្តង់ដារអន្តរជាតិបានកើនឡើងដល់$82នៅក្នុង1បារ៉ែលនៅក្នុងការជួញដូរពេលរសៀលនៅតំបន់អាស៊ីតម្លៃមានការកើនឡើងប្រហែល6%ខណៈដែលប្រេងរបស់សហរដ្ឋអាមេរិកក៏មានការកើនឡើងស្រដៀងគ្នានេះផងដែរការព្យាករណ៍អ្នកវិភាគនៅធនាគារ CT បានរំពឹងថាតម្លៃប្រេង Brent នឹងបន្តជួញដូរនៅក្នុងចន្លោះ$80ទៅ$90នៅក្នុង1បារ៉ែលនៅក្នុងសប្តាហ៍នេះដោយសារតែភាពមិនច្បាស់លាស់នៃសង្គ្រាមចំនួនយោធានិងការបិទច្រកសមុទ្រ Hormuz ស្ថានភាពបានផ្ទុះឡើងខ្លាំងនៅថ្ងៃអាទិត្យបន្ទាប់ពីអ៊ីស្រាអែលបានបើករលកនៃការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ហើយអ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលផ្លោងការវាយប្រហារលើកប៉ាល់មីស៊ីលបានវាយប្រហារយ៉ាងហោចណាស់កប៉ាល់ដឹកប្រេងចំនួន3គ្រឿងនៅឆ្នេរសមុទ្រឈូងសមុទ្រដែលបណ្ដាលឲ្យនាវិកម្នាក់បានស្លាប់ការបិទច្រកសមុទ្រអ៊ីរ៉ង់បានប្រកាសថាខ្លួនបានបិទការធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ការផ្គត់ផ្គង់ប្រេងពិភពលោកផលប៉ះពាល់ទៅលើការដឹកជញ្ជូននិងតំបន់អាស៊ីហានិភ័យនៃការដឹកជញ្ជូនពាណិជ្ជកម្មបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល24ម៉ោងកន្លងមកនេះទិន្នន័យបានបង្ហាញថានាវាជាង200គ្រឿងរួមទាំងនាវាដឹកប្រេងនិងឧស្ម័នរាវបានសម្រេចចិត្តទម្លាក់យុទ្ធការជុំវិញដែនទឹកដោយមិនហ៊ានឆ្លងកាត់ច្រកសមុទ្រឡើយដំណឹងនេះជំរុញឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនចម្រាញ់ប្រេងនៅអាស៊ីចាប់ផ្ដើមត្រួតពិនិត្យស្តុកប្រេងរបស់ខ្លួនជាបន្ទាន់ព្រោះតំបន់អាស៊ីពឹងផ្អែកខ្លាំងទៅលើប្រេងពីឈូងសមុទ្រប្រទេសចិននាំចូលប្រេងប្រហែល 50% ពីតំបន់នេះប្រទេសជប៉ុននាំចូលរហូតដល់ 90% នៃការផ្គត់ផ្គង់សរុបចំណាត់ការរបស់ OPEC បូកឆ្លើយតបទៅនឹងវិបត្តិនេះក្រុមប្រទេសនាំចេញប្រេង OPEC បូកនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យបានយល់ព្រមបង្កើនទិន្នផលនៅក្នុងកម្រិតតិចតួចប៉ុណ្ណោះនៅក្នុងចំនួន 206,000 បារ៉ែលនៅក្នុងមួយថ្ងៃសម្រាប់ខែមេសាដែលចំនួននេះត្រូវបានអ្នកវិភាគមើលឃើញថាអាចមិនគ្រប់គ្រាន់ដើម្បីទប់ទល់ទៅនឹងការខ្វះខាតប្រសិនបើច្រក Hormuz នៅតែបន្តបិទទៀត